យើងចង់រកអីវាប្របាត់ជ្រួញព្រមរំអីដឹងនៅឃើញដល់ Retinol ហើយដោយសារតែវាជាកម្ពុជាគ្រឿងផ្សំដែលថាជួយកាត់បន្ថយជ្រួញជួយព្រមរំជួយស្បែកយើងថ្លាឡូលឿនៗតែកាត់ចិត្តទៅដោយសារតែស្បែកយើងលេប Retinol កើតបើសិនជាស្បែកលេប Retinol កើតមានអីបាក់យើងទៅលេបបាក់កូឆយវិញព្រោះអីបាក់កូឆយហ្នឹងគឺវាស្តៀង Retinol ខ្លាំងមែនទែនបងណាមានបញ្ហាស្បែកជ្រួញរំធំខ្ញុំរៀបកំណត់ឲ្យប្រើសេរ៉ូមបាក់កូឆយនេះសេរ៉ូមនេះល្អមែនទែនជួយកាត់បន្ថយជ្រួញព្រមរំជួយឲ្យស្បែកយើងក្មេងជាងវ័យភ្លឺថ្លាពីខាងក្នុងហើយស្បែកយើងហាប់ណែនដូចនារីកូរ៉េអញ្ចឹងវាជួយកាត់បន្ថយស្នាមជួយឲ្យស្បែកយើងមានសុខភាពល្អបងប្រើសេរ៉ូមនេះអត់ខំម្ដងទេបងអាចមើលគ្រឿងផ្សំសកម្មវាបានគឺសុទ្ធតែញាក់កំពូលហ្មងវាមានបាក់កូឆយកំហាប់ 0.5% វាជួយកាត់បន្ថយជ្រួញព្រមជួយស្បែកយើងរលោងក្មេងជាងវ័យហើយវាមានប៉បថៃ13ប្រភេទជួយជំរុញការផលិត collagen របស់ស្បែកជួយស្បែកយើងមានសំណើមហើយជួយបន្ទឹងស្បែកមានសេរ៉ាមី5ប្រភេទជួយផ្ដល់ជាតិទឹកបានជ្រៅដល់ស្បែកហើយជួយពង្រឹងរនាំងការពារស្បែកចុងក្រោយតែវាមាននីសឺណាមីជួយឲ្យស្បែកភ្លឺជួយកាត់បន្ថយស្នាមបងទិញសេរ៉ូមនឹងទៅហើយលាបបញ្ចប់ស្បែកយើងច្បាស់ជាភ្លឺថ្លាពីខាងក្នុងបែប glass skin ក្មេងជាងវ័យ10ឆ្នាំហ្មងប៉ុន្តែមិនលាបតែមួយយប់ស្អែកឡើងឃើញស្បែកស្អាតទេណាអីក៏ដោយក៏វាត្រូវការប្រើពេលដែរជាទូទៅបាក់កូឆយត្រូវការរយៈពេល4ទៅ8អាទិត្យដើម្បីឃើញស្បែកយើងចាប់ផ្ដើមផ្នែកហើយ3ទៅ6ខែបានឃើញស្បែកយើងកាត់បន្ថយជួញស្បែកអរងស្អាតបើសិនជាបងចង់លាបវាបានផលល្អបងត្រូវតែចេះជ្រើសរើស skin care ដែលស័ក្តិសមទៅតាមតម្រូវការស្បែករបស់យើងស្ថានភាពស្បែករបស់យើងហើយក៏មាន lifestyle ល្អទៀតបងគេឲ្យបានគ្រប់គ្រាន់ញ៉ាំទឹកគ្រប់គ្រាន់ហាត់ប្រាណហើយញ៉ាំអាហារល្អជំនួសជួយដល់ស្បែកគេថាញ៉ាំបន្លែផ្លែឈើអីចឹងណាហើយបរិយាកាសរស់នៅកន្លែងរស់នៅយើងគឺត្រូវស្អាតបានដែរចារ៉ូមនេះខ្ញុំ recommend សម្រាប់អ្នកដែលថាមុខចាស់ជាងវ័យអាយុ27ខ្ទង់30អីឡើង20ស្ដើងក្រោម20អីកុំប្រើអីវាអត់សមនឹងបាច់វ័យរបស់យើងទេអរគុណ